ទីបំផុតយើងទទួលបានសម្លេងពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលបានចេញសេចក្តីថ្លែងការណ៍មួយស្តីអំពីការព្រួយបារម្ភចំពោះការវាយប្រហារដោយយន្តហោះចម្បាំង F-16 ដ្រូននិងអាវុធធ្ងន់ធ្ងរដែលបណ្ដាលឲ្យប្រជាជនស៊ីវិលបាត់បង់ជីវិតនិងខូចខាតសម្បត្តិបេតិកភណ្ឌវប្បធម៌យើងរងចាំសម្លេងគាត់យូរហើយប្រព័ន្ធប្រពន្ធណាបាទដោយយើងបានដឹងហើយថាខាងកម្ពុជារបស់យើងបានដាក់ប្តឹងទៅគាត់នឹងច្រើនដងហើយពាក់ព័ន្ធជាមួយនឹងរឿងសិទ្ធិមនុស្សនោះតាំងពីមហឹកដែលថៃនឹងវាយកឡានប្រគុណមកហើយវាយកមេក្រូយកអីមកចាក់សម្លេងខ្មោចសម្លេងយន្តហោះនៅព្រៃច័ន្ទជោគជ័យហ្នឹងបាទយើងក៏បានដាក់ពាក្យមិនដឹងដែរតែឥឡូវនេះបានឮគាត់បញ្ចេញសម្លេងឲ្យតោះយើងទៅស្ដាប់សម្លេងរបស់គាត់និយាយមើលប្រហែល9តើគាត់និយាយអីគេខ្លះប្រហែល9ណាបាទតោះយើងទៅមើលទាំងអស់គ្នាអញ្ចឹងដាក់ចំណងជើងថាប្រធានឬក៏ថាមេផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបង្ហាញក្តីកង្វល់ចំពោះការវិប្រហារគេហៅថាកន្លែងរស់នៅហើយនឹងតំបន់វប្បធម៌ដោយអីដោយយន្តហោះចម្បាំងដ្រូនហើយនឹងកំភ្លើងធំបាទនេះគាត់បង្ហាញក្តីកង្វល់ណាបងប្អូនមិនដឹងជាយ៉ាងណាតោះឥឡូវទៅមើលតទៅមុខទៀតសិនឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Volker Turk បាទ Volker Turk បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះការវាយប្រហារជើងអាកាសហើយនឹងការប្រើអាវុធធ្ងន់ធ្ងន់រួមទាំងការគេហៅថាពង្រីកអរិភាពរវាងថៃហើយនិងកម្ពុជានៅក្នុងតំបន់ដែលប្រជាជនច្រើនហើយនឹងតំបន់ជុំវិញដែលនាំឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពរបស់ជនស៊ីវិលព្រមទាំងអំពាវនាវឲ្យប្រទេសទាំងពីរឬក៏ភាគីទាំងពីរបញ្ចប់ការវាយប្រហាររវាងគ្នានឹងគ្នាឲ្យបានលឿនជាទីបំផុត immediately ណាគាត់ប្រើពាក្យថា immediately បានន័យថាភ្លាមបងប្អូនបាទនេះគឺជាអ្វីដែលគាត់ចង់បានអញ្ចឹងបានន័យថាក្នុងអ្វីដែលគាត់លើកឡើងនេះសង្កត់ធ្ងន់គឺថាឲ្យយើងទាំងពីរនេះទាំងថៃនិងកម្ពុជានឹងគឺថាបញ្ចប់ចំនួននឹងហើយងាកទៅអនុវត្តនៅកិច្ចព្រមព្រៀងនឹងបាទលោកទើកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី18ធ្នូថាខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងរបាយការណ៍ដែលថាតំបន់ជុំវិញកន្លែងរស់នៅរបស់ប្រជាជនហើយនឹងតំបន់បុរាណស្ថានវប្បធម៌កំពុងតែត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងដ្រូនហើយនឹងអាវុធធ្ងន់ធ្ងរឬក៏ថាកំភ្លើងធំលោកថែមទាំងបានប្រមានទៀតថាក្រោមច្បាប់មនុស្សធម៌អន្តរជាតិគឺច្បាស់ណាស់ថាការគ្រប់គ្រងតំបន់ជនស៊ីវិលហើយនឹងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាត់ទុកថាគឺជាលំដាប់ដែលមានសារៈសំខាន់បំផុតបាទតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាកម្ពុជាបានរាយការណ៍ជនស៊ីវិលបានបាត់បង់ជីវិត18នាក់ខណៈពេលដែលប្រទេសថៃបានរាយការណ៍ជនស៊ីវិលបាត់បង់ជីវិតម្នាក់ដោយការវាយប្រហារគឺមានការកើនកម្ដៅកាន់តែច្រើនឡើងខ្លាំងឡើងបាទហើយនឹងពង្រីកកាន់តែជ្រៅចូលទៅក្នុងទឹកដីរវាងគ្នានឹងគ្នារាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី7ខែធ្នូកន្លងមកបាទអង្គការសហប្រជាជាតិថែមទាំងបានបញ្ជាក់ផងដែរថាប្រទេសថៃបានបំផ្លាញកាស៊ីណូហើយនឹងតំបន់ឬក៏ថាទីតាំងដែលត្រូវបានសង្ស័យថាជាមជ្ឈមណ្ឌលscam ជាមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យមានអ្នកបាត់បង់ជីវិតហើយនឹងរងរបួសនៅខាងកម្ពុជាឃើញទេបងប្អូនឃើញទេសំឡេងអន្តរជាតិតែចេញមកគឺអញ្ចឹងណាបងប្អូនបាទគឺអ្វីដែលគាត់លើកយកទិន្នន័យកន្លែងនេះហ្នឹងគឺអាចថាគាត់លើកយកពីថៃហ្នឹងឯងព្រោះថៃក៏គេផ្សាយអញ្ចឹងដែរថៃគេផ្សាយថាជាកាស៊ីណូគេផ្សាយថាជាមជ្ឈមណ្ឌល scammer អញ្ចឹងគេបំផ្លាញកន្លែងអញ្ចឹងហ៎បាទដល់ពេលអញ្ចឹងខាងអង្គការសហប្រជាជាតិគេលើកមកគឺភ្ជាប់កន្លែងហ្នឹងគឺដូចគ្នានឹងខាងថៃដែរអញ្ចឹងណាបងប្អូនបាទ
chẳng bàn thà nó bên đôi khi làm gì chăng cứ men tờ khuôn ti bằng khuôn tê bọn em muốn á vừa khuôn dây nó oi khăng và nè là tay men tay giật ắt bưng ấy dương bưng này các bàn tay cứ dương tới men chủng hô cuộn ấy này về bên bên đôi chân mình nuôi dương chứng á bà dân chỉ oi kỳ chui kia lô tra tại dương rưng khá đây bà dân chỉ dương kia bị khang lách đu từ đu từ cả kia bị cáo đu từ lệch khi mình cầm lăng tục cuộn ấy sao nó nên ná cái chuyện thật trôi dương bọn em buồn tôi tại dương chăng cầm xây nát có về để kỷ lượng tích máu dương ai cho cuộn ấy bàn chăng á bà không nói dùng trong gì chăng bà tại dân mơ bà tòa tục tết của ban lực làm phòng đá thả cả chun rồng cua chuồn đô mình nô bị xanh chết để trả để trở ban bằng không oi phơi cá nấu nông mà chế mình đồ bọc pra tiếng ní nấu nông tầm món là gì ạ nè rôm tiếng nấu nông bát Campuchia nè châu bát này bạn bốn cái nhát bà cầm bông tay bờ chôm cho môi nâng hà nè thấy đọt khlang khá pi ca bờ giật nè hãy có ẩm piêu nếu oi miền ca chùm lia bờ chia chôn tiếng nô tranh ở bàn bằng toàn bằng đài rồi gọi bàn lươn bằng đài chẳng à vậy để cột lơ cái này ní cứ phải chán cứ đọt mà lơ Campuchia dướng bọn em buồn mà vì vô đây sao ta thấy cái chọn dướng thay chia tầm bón miền scam miền ấy trứng á à vậy để thay cái chọn màu để ăn màu nông và trứng ta mà với để khang on ca sập chỉ chất lượng màu ní cứ đang ngon mà khang dướng này bàประเทศเซตมนุษย์บ่ารูปนี้bảnเลิกลางbản toติดหาฉบับมนุษย์โทอันตรายจีดบานปัญญัติอย่างฉบับทากาวิประหากรุปเปลเตอแต่สอบต่อตามโกลกามูลฐานขนมกาใบใจở đách rồi viếngโกดาวโยธีให้หนึ่งจนสีเวลโกลกาโดยจำบัดเพียบcái hào thàสัมมามาตให้เตอแต่เมียนกาเปียดำใบคุ้มกรองจนสิเวลโดยรอระบายกาเปียปนจมวยหนึ่งกาวิประหาได้โคชบับกูแต่บานต่อตูลกาเซิร์ฟอังกฤษอย่างงนโง่กรุบจุ่มโจยหนึ่งเมียนไอเกเรจเพียบองการสับจะเจ็ดบานวิดบานปั้นสมานธาเมียนประจีจวนประมาณเจียจัดสปรัมเมินเนี้ยตรือพี่ขลุ่นจันปีภูมิสกตามบันดอยปรุมแดนเตียงอ้อในประเทศต่างปีขณะเปได้คางกัมพูชีบ้านเหมือนเจธาจุ่มนู้นเนี่ยพี่สักในขนมประเทศกัมพูชีเมียนจุ่มนู้นสเตอร์แต่กะลาเลียนเนี่ยบ่าสเตอร์แต่50,000เนี่ยในไงตีดับประมาณใครธนูนี่บ่าจุด50,000เนี่ยให้ยืงเนอะบ่อยปนลูกเด็กบ้านเล็กลางติดถากาเทนเนียในสวัสดิเพียบระบบจนสิเวลให้หนึ่งกาอันญาติเอาปุเกตรลับตือเพื่อสมัยวิญญาณสวัสดิเพียบคือจีเรื่องได้สำคัญจิตดีบ่มพดบ่าก็เลิกนั่นคือเจอกระด้าจังเตอบ่อยปนกล่าวแต่เป็นนี่ลูกเด็กไทม์เตียงดักตื่นกัมพูชีให้หนึ่งไทยอมปีกระตับประเกตในกล่าวมนุษยาโอตาวาคอนเวนชั่นได้ห้ามการประปรามมินประชังมนุษย์ปรมเตียงบันบันไทม์ถากชิมโซบอมเปียวในออยประเทศถึงปีชบบันหนึ่งตลบตื้อกาจอจาวิงบันในทางเงี้ยตลบตกจอจาวิงนี่คือเจสัมได้เด็กกดเลิกลางเมาหนุปวงปนจังกดเอายังชบบันปันไตเนี่ยหางโจนี่ประหารเรื่องมินได้กดเลิกโยกกะระไนเรื่องมินได้ผู้ไทยคือโยกปัญหาเรื่องมินในไอ้หนึ่งใบจอดมาเลยกัมพูชียังนุ่งไทยยังดักมินทำไมดักไอ้จังตื้อจะมินประชังมนุษย์ช่างไอ้จังนะบ่าให้จังตื้อดอกเปคางการสับจีเจียดนี้กดเลิกแบบเละกันนะจะการประเมียนจะการกระอันหลุมลึกดักตื่นจังนะเอากุรบตัวตามกัดปรุงเปลี่ยนนึ่งบ่ากดในยีนั่นคือเป็นตัวหน้าที่บ่ในยีนั่นก็ไพ่chỉ aiสำนักมาเลยกัมพูชียังหนึ่งไอ้บ่โดยกฎบันบัญชีอัมพีจะได้ทลายการร่วมดำไปกัดบันทอยเพียบตานตั้งระบบประเทศต่างปีหายหนึ่งสมรัฐบ้านในการปรุงเปลี่ยนรวมขึ้นในตีกรองกัลลัมปัวประเทศมาเลเซียการปิดแคตุลากลองเตอร์ลูกบ้านเลิกลางบันทอติดหาการยาไล่ระบบขยมตริมคลุนเจนิกดำไปช่วยขนมวิทยาการก่อสร้างตุ่มนกจัดดำไปถึงนี้ถากาเปียคือคุมกรองชีวิตนะกาเปียชีวิตก็โดยชีวิตเพียบระบบจนชีวิตคือลุมดับดอสำคัญเจียตีบ่มพดมา
លោកបានមានប្រសាសន៍ចុងក្រោយថាថៃហើយនឹងកម្ពុជាបានកសាងគ្រឹះសហប្រតិបត្តិការដ៏រឹងមាំជាយូរឆ្នាំមកហើយដែលចាក់ឫសនៅក្នុងប្រវត្តិសាស្ត្រហើយនឹងតម្លៃរួមគ្នាព្រមទាំងការបដិញ្ញាចិត្តចំពោះសិទ្ធិមនុស្សចំនួនមួយនេះគឺជាអ្វីដែលផ្ទុយគ្នាទាំងស្រុងផ្ទុយគ្នាអីគឺថាផ្ទុយគ្នាពីកេរដំណែលនៃភាពជាដៃគូបាទប្រទេសទាំងពីរគឺមានឧបករណ៍ហើយនឹងសម្ព័ន្ធភាពដែលត្រួសត្រាយផ្លូវអាចឈានទៅរកការចរចានិងសន្តិភាពដែលថិតថេរបានម្ដងទៀតបាទឬក៏ថាដែលយូរអង្វែងបានម្ដងទៀតបាទអញ្ចឹងសរុបមកនៅក្នុងខ្លឹមសាររបស់គាត់នេះគឺជំរុញឲ្យប្រទេសយើងទាំងពីរនេះងាកទៅរកការចរចាបងប្អូនណាបាទហើយមានបទឈប់បាញ់បាទប៉ុន្តែក្នុងនោះទៀតសោតក៏និយាយគម្រាមទៅលើការបង្កឲ្យបាត់បង់សម្បត្តិបេតិកភណ្ឌវប្បធម៌ក៏ដូចជាប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលបាទហើយនឹងរឿងមីនមួយទៀតបងប្អូនបាទតោះឥឡូវចប់រឿងនឹងមួយហើយយើងទៅមើលព័ត៌មានមួយទៀតពាក់ព័ន្ធជាមួយនឹងខាងអឺរ៉ុបវិញម្ដងសហភាពអឺរ៉ុបណាបងប្អូនខ្ញុំពេញចិត្តនៅក្នុងអត្ថបទមួយនេះមែនតើបាទចំណុចជើងដាក់ថាផ្កាយរណបតាមដានបទឈប់បាញ់ណាហ្នឹងសហភាពអឺរ៉ុបបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃហើយនិងកម្ពុជាត្រៀមខ្លួនជួយបញ្ចប់ចំនួននៅដោយប្រើរូបភាពផ្កាយរណបតាមដានឈប់បាញ់ល្អណាស់បើសិនជាគាត់បានជួយអញ្ចឹងមែនណាបងប្អូនអត់មានបកែកអីកើតទេបាទជាពិសេសនឹងគឺភាគីថៃនឹងតែម្ដងដែលបើកឆាកបាញ់ប្រហារមកលើកម្ពុជាមុនបើសិនជាសហភាពអឺរ៉ុបប្រើផ្កាយរណបមែនគឺអស់អីដោះសារហើយបាទទំព័រ Facebook របស់អ្នកតំណាងសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានបង្ហោះការពីថ្ងៃទី17ខែធ្នូសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas ដែលជាអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបហៅថា EU ទទួលបន្ទុកផ្នែកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខហើយនឹងជាអនុប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបដោយមានខ្លឹមសារថាជំលោះរវាងថៃហើយនិងកម្ពុជាមិនគួរត្រូវបានជំលោះរវាងកម្ពុជាហើយនិងថៃមិនគួរត្រូវបានបណ្ដោយឲ្យមានកម្ដៅកើតឡើងកាន់តែខ្លាំងទេដូចនេះហើយចាំបាច់ត្រូវតែមានការស្ដារឲ្យមានការឈប់បាញ់ភ្លាមបាទព្រោះក៏ចង់និយាយថាអ្វីដែលមកដល់ពេលបច្ចុប្បន្ននេះគឺយើងនៅតែមានការបាញ់គ្នាអញ្ចឹងគាត់អត់ចង់ឲ្យនៅតែបន្តបែបហ្នឹងទេបាទអញ្ចឹងគាត់នឹងរកវិធីហ្នឹងគឺពលគឺប្រើផ្កាយរណបហ្នឹងដើម្បីបញ្ចប់ចំនួនហ្នឹងទៅបាទនាងខ្ញុំនឹងបន្តធ្វើការទៀតដើម្បីជួយបញ្ចប់ការបង្កើនកម្រិតនៃចំនួនសហភាពអឺរ៉ុបអាចប្រើរូបភាពផ្កាយរណបដើម្បីប្រើប្រាស់នៅក្នុងការតាមដានបទឈប់បាញ់នេះគឺជាសារដែលខ្ញុំបានជម្រាបទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃហើយនិងកម្ពុជានៅក្នុងការពិភាក្សាព្រឹកមិញនេះបាទសង្ឃឹមថាអ្វីដែលលោកស្រីបានពិភាក្សាមួយនេះនឹងគឺយកមកប្រើប្រាស់ពិតប្រាកដមែនហើយសង្ឃឹមថានៅពេលដែលប្រើទៅនឹងទទួលបានយុត្តិធម៌ពីព្រោះរាល់ថ្ងៃនេះយើងមើលទៅវាដូចជាអយុត្តិធម៌សម្រាប់ខ្មែរយើងណាបងប្អូនដែលថៃនឹងវាប្រើយន្តហោះចម្បាំងរាល់ថ្ងៃបងប្អូនណារាល់ថ្ងៃហ្មងរាល់ថ្ងៃមួយរយៈហ្នឹងគឺវាបាញ់ទៅនេះបាញ់ទៅនោះបាទពីសិលមិញនេះគឺថាបាញ់នៅប៉ោយប៉ែតបាញ់នៅបន្ទាយមានជ័យហើយចាំមើលថ្ងៃហ្នឹងទៅតាណាទៀតដែរបងប្អូនចាំមើលព្រោះវាអត់ព្រមឈប់ទេថៃហ្នឹងគឺវាបានយន្តហោះ F16 វាហ្នឹងគឺវាដើរទម្លាក់គ្រប់កន្លែងឲ្យតែកន្លែងណាដែលវាគិតថាអូជាតំបន់ដែលវាសង្ស័យចេះមួយជុំមួយគឺវាដាក់ហើយបងប្អូនព្រោះតាំងពីមកដល់ពេលនេះហើយយើងមិនទាន់បានមានវិធានការអីទេអញ្ចឹងបានន័យថាវានៅតែអាចចូលបានវាចូលដល់ទឹកដីយើងជ្រៅនោះស្រីស្នំខាងអីនោះអញ្ចឹងកាន់តែជ្រៅហើយបងប្អូនអាហ្នឹងគឺជាអ្វីដែលយើងមើលឃើញហើយក៏ទទួលបានភាពឈឺចាប់ដែរសង្ឃឹមថាយើងនឹងមានដំណោះស្រាយចាប់ហើយបញ្ចប់ចំនួនងាកទៅរកចរចាវិញបាទប៉ុន្តែថៃមកឥឡូវនេះគឺគេកំពុងតែសប្បាយហើយក្នុងសង្គ្រាមហ្នឹងណាបាទព្រោះគេបានយន្តហោះអញ្ចឹងទៅទលាក់គ្រប់ទីកន្លែងអញ្ចឹងគេសប្បាយបងប្អូនថៃរងថ្ងៃវាដូចវាសប្បាយអញ្ចឹងវាអត់គិតថាអូវាខាតបងអត់ទេ
ទី1វាសបាយជាមួយនឹងវាមានណាយន្តហោះចម្បាំងរបស់វាហើយទី2វាសបាយដែលឃើញខ្មែរយើងលំបាកពីព្រោះថៃនឹងវាចង់បានបំផុតគឺចង់ឃើញខ្មែរយើងលំបាកនេះលំបាកទាំងជនភេសកលំបាកទាំងខាងកងទ័ពលំបាកទាំងរដ្ឋាភិបាលគឺវាចង់ឃើញអញ្ចឹងបាទពួកប្រទេសមួយនេះមិនដែលចង់ឲ្យយើងរីកចម្រើនទេវាចង់ឲ្យតែយើងដើរថយក្រោយនឹងឯងណាអញ្ចឹងមកវាព្យាយាមចេះតែបំផ្លាញយើងគ្រប់សពបែបយ៉ាងទាំងអស់ដល់ពេលអញ្ចឹងវាឃើញអញ្ចឹងវាសប្បាយរងថ្ងៃនេះវាបានអញ្ចឹងវាសប្បាយនៅពេលដែលវាទម្លាក់ចំតាណាមួយឧទាហរណ៍មហឹកកាលមុននោះវាបាញ់នៅប្រាសាទព្រះវិហារវានំគ្នាហូកញ្ជេវសប្បាយអញ្ចឹងទៅនៅពេលដែលវាបាញ់ប្រាសាទតាកបីណាបាញ់ភឹងចោលទៅវានំគ្នាហូសប្បាយអញ្ចឹងវាអត់មានអាការគិតបន្តិចទៅអូអានឹងគឺជាស្នាដៃរបស់ពុព្វបរោះដូនតាពីដើមអីអត់ទេបាទវាគិតដោយសារតែវាគិតថាមិនមែនជារបស់វាដឹងដែរបាទវាដឹងតែរបស់ហ្នឹងវាឆ្លៀនពៀនដណ្ដើមទេអញ្ចឹងបើសិនជាវាមិនបានទេវាបាញ់ចោលទៅវាហូរកញ្ជ្រៀវអញ្ចឹងដូចនៅស្ពានជ័យជំនឿស្ពានមេទឹកនៅពោធិ៍សាត់អញ្ចឹងវាបាញ់ហើយពុបវាសប្បាយប្រហែល9បាទវាសប្បាយវាធ្វើអញ្ចឹងបានថាអូគេទៅសัตว์នេះណោះនៅពេលដែលវាបង្កវិនាសកម្មអីមួយអញ្ចឹងវាទៅជាសប្បាយវិញវាគួរណាតែនៅពេលដែលវាមានវិនាសអីមួយវាគួរតែសោកស្ដាយតែនេះវាទៅជាសប្បាយនឹងការបំផ្លិចបំផ្លាញណាបាទអញ្ចឹងហើយយើងគួរតែភ្ញាក់រលឹកឡើងវិញជាមួយនឹងសាសសេមួយនឹងបាទនៅពេលដែលយើងឃើញផ្ទាល់ភ្នែកបែបនេះតើពុកម៉ែបងប្អូនទាំងអស់គ្នានៅតែបន្តស្រឡាញ់គេទៀតដែរឬអត់ជាពិសេសនឹងគឺផលិតផលគេនោះបាទអញ្ចឹងគួរតែភ្ញាក់រលឹកទៅពុកម៉ែបងប្អូនណាបាទព្រោះយើងក៏មិនដឹងจะទៅធ្វើមិនដែរក្នុងនាមតាជាបរិបទធម្មតាដូចខ្ញុំដូចអីហ្នឹងយើងគឺបរិបទធម្មតាម្នាក់យើងគ្មានអីទៅធ្វើអីកើតទេក្រៅតែអំពីទី1គឺយើងប្រើកម្លាំងរបស់យើងដូចយើងមិនប្រើប្រាស់ផលិតផលគេហ្នឹងគឺអាចធ្វើបានធ្វើទៅប្រហែល9ណាបាទហើយចាប់ពីពេលហ្នឹងទៅគឺបង្រៀនតកូនតចៅអីរបស់យើងហ្នឹងគឺធ្វើយ៉ាងណាកុំទុកចិត្តថៃឲ្យសោះប្រហែល9យើងប្រើកុំទុកចិត្តសៀមឲ្យសោះណាគឺកាឡាចេញមកគ្រប់សពបែបយ៉ាងទាំងអស់ហើយបាទតោះឥឡូវយើងទៅមើលបន្តទៀតប្រហែល9ណាបាទយ៉ាងណាក៏ដោយនៅពេលដែលត្រួតពិនិត្យនៅក្នុង Facebook របស់អ្នកតំណាងសហភាពអឺរ៉ុបប្រចាំប្រទេសថៃក៏មិនឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានខាងលើដោយប្រការណាមួយទេដោយខ្លឹមសារថ្មីនេះគឺមានឡើងគឺជាបង្ហោះនៅថ្ងៃទី12ខែធ្នូពាក់ព័ន្ធជាមួយនឹងការរៀបចំពិធីអបអរសាទរសិទ្ធិមនុស្សអន្តរជាតិនៅក្នុងឆ្នាំនេះពាក់ព័ន្ធជាមួយនឹងយុវជននៅក្នុងប្រទេសថៃនេះខាងថៃគេចុះផ្សាយអញ្ចឹងណាបងប្អូនដោយសារគេថាអត់ឃើញខាងសហភាពអឺរ៉ុបនៅខាងថៃឯនោះចុះទេបាទឥឡូវនេះយើងមកមើលព័ត៌មានមួយទៀតបាទគឺខាងក្រសួងការបរទេសចិនបានទូរស័ព្ទនិយាយជាមួយនឹងខាងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរហើយនិងរដ្ឋមន្ត្រីក្រសួងការបរទេសថៃអញ្ចឹងគាត់បានជជែកដោះស្រាយទៅលើបញ្ហាអីពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែននឹងយើងទៅតាមដានទាំងអស់គ្នាចំណងជើងដាក់ថាក្នុងគណៈពេលដែលសហរដ្ឋអាមេរិកគម្រាមប្រើវិធានការដាក់សម្ពាធផ្នែកខាងសេដ្ឋកិច្ចចិនព្យាយាមសម្របសម្រួលដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជាហើយនិងថៃចំណងជើងនេះមិនមែនដាក់បន្ទុកទៅលើខាងណាទេបើន័យថាទាំងអាមេរិកទាំងចិនគឺសិតតែដើរដើម្បីជួយខ្មែរយើងទាំងអស់នឹងឯងបងប្អូនមិនជួយតែខ្មែរគឺទាំងជួយទាំងខាងថៃជួយទាំងខាងខ្មែរដើម្បីបញ្ចប់ចំនួនមួយហ្នឹងបើសិនជាថៃវាដាក់មាននេះតន្តិចវាឈប់លោភលន់ណាហើយវាងាកមករកការចរចាអូបងប្អូនគ្មានការខាត់បងអីដល់ម្លឹងទេប៉ុន្តែវារឹងក្បាលវាអត់ព្រមស្ដាប់គេទាំងចិនទាំងអាមេរិកហ្នឹងជាពិសេសនឹងសំបីតែថាថាថៃនេះថាវាខឹងអាមេរិកទៅជាឧទាហរណ៍ណាតែខឹងអាមេរិកហើយវាគួរណាតែវាស្ដាប់ចិនអត់ต้องស្ដាប់ចិនទៀតចិនជំរុញឲ្យឈប់បាញ់ប៉ុន្តែវាអត់ស្ដាប់អាយុបនោះខ្ញុំគិតថាប្រហែលជាឈប់ហើយព្រោះតាំងពីល្ងាចរហូតដល់ពេលព្រឹកឡើងវាដាក់ទៀតមានអីវាចឹងបានន័យថាវាអត់ស្ដាប់ទាំងចិនទៀតនៅពេលនេះពុកម៉ែបងប្អូនអ្នកណាក៏ដោយនៅពេលដែលទៅនិយាយជាមួយនឹងថៃពុកម៉ែបងប្អូនអត់អាចនិយាយស្ដាប់បានទេនៅពេលដែលនិយាយជាមួយនឹងគឺថៃវាថាមួយចង់ឲ្យឈប់បាញ់ទៅប្រាប់ខ្មែរទៅហើយទៅប្រាប់មិនបើមុននឹងនិយាយក៏គេប្រាប់ខ្មែរដែរថាខ្មែរយើងថាអូខេឈប់បាញ់ឲ្យតែថៃឈប់គឺឈប់ខ្មែរយើង
ការពៀទេបាទមិនមែនទៅឆ្លៀនពៀនទេអញ្ចឹងតែបើអ្នកឆ្លៀនពៀនឈប់អ្នកការពៀក៏ឈប់តាមនឹងដែរព្រោះអ្នកការពៀបើសិនជាអត់មានអ្នកឆ្លៀនពៀនទៅបាញ់ណាបាញ់ខ្យល់ព្រោះដែរបាញ់ហ្នឹងគឺបាញ់ការពៀអញ្ចឹងបើសិនជាអ្នកឆ្លៀនពៀនឈប់គឺឈប់ហើយតែនេះអត់បងប្អូនណាបាទវាប្រកាន់ខ្លួនវាថាវាជាអ្នកការពៀដល់ម្លឹងហើយគឺអត់ឈប់អ្នកណាប្រាប់ក៏មិនឈប់អ្នកណាប្រាប់ក៏មិនឈប់បាទគិតទៅដល់កឲ្យថៃបាទតោះឥឡូវយើងទៅមើលបន្តទៀតលោកវ៉ាងអ៊ីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានទំនាក់ទំនងតាមទូរស័ព្ទពិភាក្សាដោយឡែកជាមួយនឹងឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីកម្ពុជាហើយនឹងលោកសេសភួងកែតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃដោយភាគីទាំងពីរបានបង្ហាញឆន្ទៈមួយនិងបន្ធូរបន្ថយភាពតានតឹងដែលកំពុងតែកើតឡើងនាពេលនេះបាទអញ្ចឹងបានន័យថាថៃក៏គេបង្ហាញឆន្ទៈដើម្បីកាត់បន្ថយភាពតានតឹងដែរគុំទៅជឿតាសេះអាស័កមួយនេះបងប្អូនឲ្យមនុស្សសំដីផ្អែមណាស់បាទបើគាត់និយាយណាបងប្អូនមិនអាចជឿបានទេអញ្ចឹងស្រួលមិនស្រួលទេអ្វីដែលគាត់បាននិយាយជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសចិនហ្នឹងស្រួលគាត់មិនបានទៅប្រាប់នាយករដ្ឋមន្ត្រីគាត់ថាបានដែរនឹងអាហ្នឹងគឺថៃហ្នឹងអញ្ចឹងបងប្អូនណាបាទបើតាហ្នឹងគឺរត់ទៅសម្បើមទៀតដែរបាទតោះយើងមើលបន្តលោកគួជាគុណដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់តាមរយៈសង្គមបណ្ដាញសង្គមកាលពីថ្ងៃទី18ខែធ្នូនេះថាភាគីទាំងកម្ពុជាហើយនិងថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយភាពតានតឹងហើយនឹងអនុវត្តតាមកិច្ចព្រមព្រៀងបទចុះបាញ់ហ្នឹងលោកគួជាគុណបានអះអាងឬក៏សំអាងនៅសេចក្តីថ្លែងការណ៍ឬក៏ថាសម្ដីរបស់លោកវ៉ាងអ៊ីដែលបានបញ្ជាក់ថាចិនប្រកាន់ខ្ជាប់នៅក្នុងការបង្កើនឬក៏លើកកម្ពស់ការចរចាសន្តិភាពជានិច្ចដោយរក្សាគោលជំហរដ៏ត្រឹមត្រូវនិងយុត្តិធម៌ព្រមទាំងគាំទ្រការខិតខំប្រឹងប្រែងនៅក្នុងការសម្របសម្រួលរបស់អាស៊ានណាចិនក៏បានន័យថាមិនបោះបង់ចោលអាស៊ានទេធ្វើបិទតែថាខ្លួនលុបដៃចូលមកក៏ពិតមែនក៏ប៉ុន្តែនៅតែផ្ដល់តម្លៃឲ្យអាស៊ានអញ្ចឹងបាទគាំទ្រក៏មិនទេថាគាត់គាំទ្រពីលើហ្នឹងលើការខិតខំប្រឹងប្រែងរបស់អាស៊ានហ្នឹងបាទប៉ុន្តែថៃវាអត់ឲ្យតម្លៃអាស៊ានទេវាអត់ដែរស្ដាប់អាស៊ានទេពីមុនយើងគិតថាអូថៃអត់ស្ដាប់អាស៊ានអញ្ចឹងប្រហែលតែគិតថាដោយសារតែម៉ាឡេស៊ីហ្នឹងតូចជាងខ្លួនអន់ជាងខ្លួនទៅហ្នឹងបានជាវាមិនស្ដាប់ពិតតែប្រហែលជាប្រទេសធំមកបានវាស្ដាប់ដល់ពេលមកដល់ឥឡូវនេះមហាអំណាចប្រពន្ធណានៃហើយវាអត់ស្ដាប់ទៀតបងប្អូនបាទហើយដល់ទាំងចិនដល់ទាំងអីនេះវាអត់ស្ដាប់ទៀតអញ្ចឹងបានន័យថាថៃនេះគឺគ្មានគ្រូបាអាចារ្យណាបដៅបានទេបាទជើងកាងនៅក្នុងអាស៊ានហើយបាទហ្នឹងណាបងប្អូនបាទតែយើងមើលបន្តទៀតគាត់បានបន្ថែមទៀតថាទូតពិសេសឬក៏ថាប្រេសិតដែលទទួលបន្ទុកកិច្ចការអាស៊ីរបស់ក្រសួងការបរទេសចិនបានទទួលការបញ្ជូនទៅកាន់ប្រទេសកម្ពុជានិងថៃដើម្បីដំណើរការផ្នែកការទូតបែបឆ្លាស់បាទហៅថា shuttle diplomacy ចិននៅតែបន្តឬក៏បំពេញតួនាទីជាស្ពានដើម្បីភ្ជាប់ហើយនឹងប្រើការខិតខំប្រឹងប្រែងព្យាយាមជាស្ថាបនាដើម្បីជួយសម្របសម្រួលនៅក្នុងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរប្រធានាធិបតីអាមេរិកដូណាល់ ត្រាំធ្លាប់ជាអន្តរការីជាអ្នកកណ្ដាលដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់ហើយកាលពីខែកក្កដាកន្លងមកដោយមានចិនចូលរួមក្នុងនាមជាអ្នកអង្កេតការណ៍ហើយនឹងមានការសម្របសម្រួលម្ដងទៀតនៅក្នុងខែតុលាក៏ប៉ុន្តែកិច្ចព្រមព្រៀងខាងលើត្រូវបានល្មើសនៅពេលដែលមានការប្រយុទ្ធគ្នាប៉ះទង្គិចនេះបានកើតឡើងម្ដងទៀតចាប់តាំងពីថ្ងៃទី7ខែធ្នូមកម្លេះថ្មីនេះលោកដូណាល់ ត្រាំបានចេញមកគម្រាមថានឹងប្រើវិធានការដាក់សម្ពាធពាណិជ្ជកម្ម trade pressure ដើម្បីដាក់គំនាបឬក៏តាគៀបសង្កត់ឲ្យប្រទេសទាំងពីរងាកទៅរក
cách prom prieng săn từ phiệp xả chết mây mà đòn tiệt bà nên cứ phần năng cái phần này cái này thay cái bạn design thế bà cái bạn design thật bất tệ riêng đã công nghiệp bên này chỉ cầm ý nữa bà thay là cái này na để thà vì mơ tới việc khác phải giỏi biết cứ bị chỉ tới bị tám phải không ạ bồn bà nên cứ chăng bà miền Bắc Nâng Tâyประมาณ นะ បាទ សរុបមកវិញមកសម្រាប់ពួកមានទាំង3នេះសិតតែជាពួកមានចេញពីបរទេសទាំងអស់ហើយខ្ញុំសង្ឃឹមថាសំឡេងយុទ្ធធររបស់កម្ពុជានឹងសាយភាយដល់អន្តរជាតិហើយទីបំផុតយុទ្ធធរនឹងមានទីបំផុតភាពត្រឹមត្រូវនឹងត្រូវបានមើលឃើញពីក្រសែភ្នែកអន្តរជាតិហើយនឹងជួយកម្ពុជាជាពិសេសគឺថាមកបញ្ចប់នៅចំនួនដល់សង្គ្រាមចំនួនបញ្ចប់នៅសង្គ្រាមមួយនេះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចត្រឡប់ទៅទីលំនៅឋានផ្ទះសម្បែងរបស់ពួកគាត់វិញបងប្អូនណាពីព្រោះបច្ចុប្បន្ននេះគឺពួកគាត់ភៀសខ្លួនទៅរស់នៅតាមជំរំផ្សេងហ្នឹងគឺខាតច្រើនណាស់បងប្អូនខាត់បងទាំងចំណូលហើយទ្រព្យសម្បត្តិរបស់គាត់នៅតាមផ្ទះហ្នឹងក៏អត់មានអ្នកមើលពេលខ្លះមើលក៏មិនសពជ្រុងជ្រោយដែរអញ្ចឹងគឺរងផលប៉ះពាល់គ្រប់បែបយ៉ាងទាំងអស់បាទហើយយើងត្រូវខាត់បងសេដ្ឋកិច្ចច្រើនអញ្ចឹងសង្ឃឹមថាសង្គ្រាមមួយនេះនឹងបានបញ្ចប់ងាយលឿនហើយយើងបានសន្តិភាពមកវិញបាទខ្ញុំសូមប៉ុណ្្នឹងទៅចុះបាទអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាក្នុងវីដេអូមួយនេះចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយជម្រាបលាបាទ